ភាគទី24រឿងរ៉ាវតាក់ទងនឹងព្យាការីយ៉ាកូបនិងព្យាការីយូស៊ុហ្វអាឡៃសាឡាំភាគទី24នេះតាក់ទងនឹងការលះបង់របស់បងប្រុសគ្រានេះហើយដែលយើងឃើញពីការប្រែប្រួលចិត្តរបស់បងយូដាដែលធ្លាប់ជាអ្នកសន្យាជាមួយឪពុកបានបោះជំហានមកមុខទាំងទឹកភ្នែកហើយអង្វរព្យាការីយូស៊ុហ្វថាលោកម្ចាស់អើយលោកពុករបស់ពួកយើងចាស់ណាស់ហើយគាត់ស្រឡាញ់ក្មេងម្នាក់នេះជាងជីវិតគាត់ទៅទៀត បើពួកយើងត្រឡប់ទៅវិញដោយគ្មានគេលោកពុកច្បាស់ជាស្លាប់ដោយសារទុក្ខសោកជាមិនខានយូដាបានបន្តទៀតថាសូមលោកម្ចាស់យកខ្ញុំធ្វើជាទាសករជំនួសគេចុះសូមដោះលែងក្មេងម្នាក់នេះឲ្យត្រឡប់ទៅរកឪពុកវិញចុះព្រោះខ្ញុំមិនអាចទ្រាំឃើញទឹកភ្នែករបស់លោកពុកម្ដងទៀតឡើយការលះបង់នេះបង្ហាញថាបងរបស់ជាការីយូសូសលែងមានចិត្តច្រណែនដូចមុនទៀតហើយ ក្នុងពាក្យនេះយើងសូមបញ្ចប់ត្រឹមនេះប្រសិនបើបងប្អូនចង់ដឹងរឿងរ៉ាវបន្តសូមតាមដាននៅភាគបន្តនៅក្នុងវីដេអូបន្ទាប់អ៊ីនសាអល់ឡោះ